គ្រូពេទ្យងាយស្រួលទេបាទប្រជាជនលោកស្រឡាញ់ណាគ្រូពេទ្យបាទធ្វើយ៉ាងម៉េចយើងរក្សានៅក្រមសីលធម៌បាទបានន័យថាស្មោះត្រង់ជាមួយនឹងប្រជាជនពេលណាគាត់មានបញ្ហាគាត់ប្រាប់យើងយើងជួយគាត់ចា៎បាទសម្ដេចទ្រង់អាយុដំលោកជទាវលោកស្រីប្រិមត្តទូរទស្សនិកជនជាទីគោរពនិងជាទីមេត្រីស្វាគមន៍លោកស្រីមកកាន់វគ្គទី2នៃកម្មវិធីមរតកចំណេះនៅថ្ងៃនេះយើងទទួលបានកិត្តិយសពីសំណាក់អាយុដំសាស្ត្រាចារ្យគង់មុនហេងលោកនឹងអញ្ជើញមកដល់ទស្សនៈទីទូលាយមួយចំនួនជុំវិញប្រធានបទសំខាន់ជាបន្តទៀតគឺបាទពាក់ព័ន្ធជាមួយនឹងភាពជាអ្នកដឹកនាំនៃការគ្រប់គ្រងនៅក្នុងវិស័យបាទស៊ីវិល័យនៅក្នុងនោះផងដែរប្រជិលោកលោកស្រីបានជ្រាបច្បាស់ហើយថាអាដាមសាស្ត្រាចារ្យលោកក៏ធ្លាប់ជារដ្ឋមន្ត្រីដែលដឹកនាំទាំងមន្ត្រីជំនាញផងទាំងមន្ត្រីរាជការធម្មតាផងហើយដោយលោកស្រីបានជ្រាបចឹងថាគ្រូពេទ្យអ្នកឯកទេសជំនាញនេះគឺសំខាន់ណាស់តើបើយើងប្រើប្រាស់មិនបានត្រឹមត្រូវមិនមានវិជ្ជាជំនាញវិជ្ជាជីវៈទេដោយដែលលោកស្រីធ្លាប់បានលើកចឹងថាគ្រូពេទ្យក្តីឱសថក្តីគឺជាអាវុធមួយពីរតែប្រើប្រាស់ខុសវានឹងផលប៉ះពាល់ប៉ុន្តែនៅក្នុងដំណាក់កាលដែលលោកជារដ្ឋមន្ត្រីគឺវិស័យសុខាភិបាលនៃការវិវត្តរីកចម្រើនគួរឲ្យកត់សម្គាល់ហើយក៏មិនមានបញ្ហាធំដុំណាមួយលើកឡើងគួរឲ្យកត់សម្គាល់ទេប៉ុន្តែអ្វីដែលជាមោទនភាពនោះគឺលោកបានប្រើប្រាស់នៅរូបមន្តពិសេសជាច្រើនដើម្បីប្រមូលកម្លាំងទាំងអស់ឲ្យធ្វើការរួមគ្នាដើម្បីផលប្រយោជន៍របស់ប្រជាជននិងប្រទេសជាតិដោយតែខ្ញុំបានបញ្ជាក់បង្ហាត់ជូនលោកស្រីមួយនេះដែរថាប្រទេសយើងធ្លាប់បានត្រូវគេមើលងាយថាពេលដែលមានវិបត្តិ COVID-19 វិស័យសុខភាពសាធារណៈឬសុខភាពប្រជាពលរដ្ឋប្រកបជាដុនដាបឬមិនអាចតតាំងបានទេប៉ុន្តែទីបំផុតយុទ្ធសាស្ត្រចាក់បាសាំងស្រោចទៅលើប្រជាជនដែលដាក់ចេញដោយសម្ដេចនាយកនាយករដ្ឋមន្ត្រីការគ្រានោះគឺប្រសិទ្ធភាពឆ្លើយតបបានរហ័សហើយអាយុជីវិតរបស់ពលរដ្ឋក៏ត្រូវបានថែរក្សាដែរប៉ុន្តែមិនមែនជារឿងចៃដន្យទេគ្រប់សភាពការគឺសុទ្ធតែមានផែនការនិងមានការដឹកនាំច្បាស់លាស់ជាពិសេសការសម្រេចចិត្តរបស់មុនតែម្ដងហើយអ្នកដែលចូលរួមចំណែកក្នុងការធ្វើសេចក្តីសម្រេចចិត្តដ៏សំខាន់គឺអាដាមសាស្ត្រាចារ្យតែម្ដងចឹងយើងទៅជំរាបសួរលោកជុំវិញបញ្ហាបន្តទៀតអាដាមសាស្ត្រាចារ្យខ្ញុំចង់ឲ្យអាដាមជួយបញ្ជាក់បន្តិចថាអាដាមមានរូបមន្តមានវិធីសាស្ត្រយ៉ាងណាដើម្បីធ្វើឲ្យអ្នកជំនាញទាំងអស់គាត់មកធ្វើការរួមគ្នាបានហើយពិសេសតែម្ដងគឺធ្វើឲ្យក្រុមគ្រូពេទ្យអស់គាត់ហ៊ានលះបង់យកចិត្តទុកដាក់ដើម្បីប្រយោជន៍របស់ប្រជាជនជាស្នូលបាទសំខាន់គឺការបែងចែកធនធានមនុស្សទទួលខុសត្រូវដោយពិនិត្យលើសមត្ថភាពចា៎តើគេអាចទទួលយកការងារនឹងបានឬមិនបានហើយយើងត្រូវធ្វើសហវិមជ្ឈការឬវិមជ្ឈការទៅកាន់នៅនោះបានជាបុគ្គលភារកិច្ចនៅនោះឲ្យទទួលខុសត្រូវបាទយើងឃើញហើយការដែលប្រជុំនឹងជំនាញឆ្លងCOVIDនេះបាទគឺបើគោលភារកិច្ចជូនទៅតាមមុខងារហើយជាពិសេសការលើកទឹកចិត្តស្ត្រីយើងឃើញហើយបាទឲ្យគាត់ទទួលខុសត្រូវបាទមិនមែនគ្រាន់តែឲ្យទទួលខុសត្រូវទេឲ្យទាំងមធ្យោបាយឲ្យទាំងរញ្ញវត្ថុដែលសម្ដេចទីចូលលោកជួយទ្រទ្រង់ក្នុងការងារនេះក៏ដូចជាសាប្រសិទ្ធទាំងអស់បាទដូច្នេះការងារនេះគឺសំខាន់គឺការបែងចែកមន្ត្រីរាជការឲ្យទៅតាមសមត្ថភាពរបស់ខ្លួនបាទចា៎បាទជាសំខាន់ណាស់បាទហើយយើងយល់ថាមួយទៀតការធ្វើវិមជ្ឈការនៃការងារមូលដ្ឋាននេះមានសារៈសំខាន់ណាស់ធ្វើឲ្យប្រជាពលរដ្ឋយើងបានជួបផ្ទាល់នឹងអាជ្ញាធរមូលដ្ឋានក៏ដូចជាប្រជាពលរដ្ឋការចូលរួមរបស់ប្រជាពលរដ្ឋនេះមានសារៈសំខាន់ណាស់នៅក្នុងបញ្ហាប្រឈមផ្សេងៗនៅក្នុងបញ្ហាសុខភាពសាធារណៈនេះបាទយើងនិយាយថាសុខភាពសាធារណៈបាទន័យថាតើសាធារណជនទាំងអស់ចូលរួមបាទយើងសម្រេចបានដូច្នេះការផ្ដល់ភារកិច្ចទទួលខុសត្រូវដោយឋានៈក្រមឬសហការីឲ្យស្របនឹងសមត្ថភាពរបស់គេបានលើកទឹកចិត្តគេដោយផ្ដល់ទាំងមធ្យោបាយធនធានហើយនិងថវិកាដើម្បីឲ្យគេប្រតិបត្តិអាដាមដែលសម្រាប់វិន័យនឹងទោសទណ្ឌតើត្រូវបានអនុវត្តទេទៅពេលដែលមន្ត្រីអ្នកជំនាញក៏ប្រព្រឹត្តខុសដោយប្រការណាមួយទៅគួរតែឬក៏មានការលើកឡើងយ៉ាងម៉េចដែរយើងសំខាន់ណាស់តែខ្ញុំចង់ជម្រាបជូនចំណេះដឹងការគោរពវិន័យបាទវាសំខាន់បាទ
បើយើងមិនគោរពវិន័យបានន័យថាចំណេះដឹងរបស់យើងក៏ប្រើប្រាស់មិនមានប្រសិទ្ធភាពដែរចា៎ដូច្នេះវិន័យសំខាន់ណាស់វិន័យត្រូវទទួលបានការលើកទឹកចិត្តមិនមែនត្រឹមតែស្ដីបន្ទោសឬមួយក៏ដាក់ទណ្ឌកម្មអីទេបាទការលើកទឹកចិត្តការសរសើរបាទចាអរគុណច្រើនអាដាមនេះគឺជាគន្លឹះដ៏ល្អមែនតែនចាសម្រាប់យុវជនក៏ដូចជាថ្នាក់ដឹកនាំដែលគាត់អាចនឹងយកគន្លឹះរបស់អាដាមទៅអនុវត្តផ្ទាល់ដើម្បីធ្វើឲ្យប្រសិទ្ធភាពការងាររបស់ស្ថាប័នឬក៏ការអភិវឌ្ឍខ្លួនមានការរីកចម្រើនខ្លាំងចាអាដាមពាក់ព័ន្ធទៅនឹងជំងឺរាតត្បាត COVID-19 នេះដែរនៅក្នុងកំឡុងពេលដែលកំពុងតែមានស្ថានភាពអាក្រក់ចាគឺពេលហ្នឹងមានការវឹកវរខ្លាំងមែនទែនមានការឆ្លងទូទាំងពិភពលោកថាតើអាដាមធ្វើការសម្រេចចិត្តបែបណាប្រើប្រាស់ភាពម៉ត់ចត់ឬក៏ភាពត្រឹមត្រូវក្នុងការសម្រេចចិត្តនៅក្នុងពេលដែលប្រជាពលរដ្ឋយើងនៅពេលដែលជីវិតរបស់ប្រជាពលរដ្ឋគឺនៅក្នុងដៃរបស់ថ្នាក់ដឹកនាំក៏ដូចជាអាដាមចាសកម្មភាពពីរសំខាន់ណាស់បាទដែលយើងត្រូវស្វែងរកគឺវ៉ាក់សាំងដើម្បីការពារជាបរិបទចាស់ជាបរិបទយើងដែលសម្ដេចតេជោលោកបានទៅដល់នៅតំបន់មានធ្វើយ៉ាងម៉េចយើងចាក់រៀបការរីណាហើយតមកទៀតគឺការរកឱសថព្យាបាលតាមតនសំខាន់ណាស់បាទមានបញ្ហាពីរដែលសំខាន់ណាស់ក្រៅពីហ្នឹងគឺការអប់រំប្រជាពលរដ្ឋឲ្យយល់ទាំងអាណាច្បាស់ហើយរស់នៅដោយប្រកាន់នៅអនាម័យលាងដៃឃ្លាតពីគ្នាពាក់ម៉ាស់បាទនៅពេល COVID នេះបាទចាអាដាមបាទហើយតមកទៀតយើងធ្វើឆាតលិសាបាទនិយាយថាឲ្យគាត់ទៅនៅម្ដុំកន្លែងបាទកុំឲ្យឆ្លងណាជាយើងរួមកម្លាំងសាមគ្គីគ្នាហើយនឹងការចូលរួមរបស់ប្រជាពលរដ្ឋយើងនឹងអាជ្ញាធរមូលដ្ឋានបាទហើយគាត់ចូលរួមបានទៅរួចបានយើងធ្វើបានហើយតើយើងបង្កើតប្រព័ន្ធឆ្លើយតបបន្ទាន់ដែរប៉ុន្តែសំខាន់បំផុតគឺការចូលរួមរបស់ប្រជាពលរដ្ឋទៅនឹងអាជ្ញាធរមូលដ្ឋានបាទអាដាមអាចនៅចងចាំបានទេថាតើនៅក្នុងអំឡុងពេល COVID-19 មានការសម្រេចចិត្តណាដែលជាការសម្រេចចិត្តមួយដែលលំបាកជាងគេហើយវាបន្ថយបន្ថយជាងគេហើយវាទទួលបានលទ្ធផលដោយការសម្រេចចិត្តការគេនោះទេការដែលសំខាន់គឺការដែលយើងរកវ៉ាក់សាំងប្រការបាទយើងចាំយូរប៉ុន្តែយើងប្រើរបស់ចិនដល់ហានៅនៅចិត្តនេះហើយដែលយើងអាចបង្ការបានចាអាដាមខ្ញុំយល់ឃើញថានៅក្នុងពេលដែលលំបាកមួយនេះក្នុងការសម្រេចចិត្តជ្រើសរើសយកវ៉ាក់សាំងមួយណាដើម្បីចាក់ជូនប្រជាពលរដ្ឋឬក៏យើងគួរតែចាត់តាលេខស័កពួកគាត់បែបណាគឺមានការតានតឹងហើយពិបាកខ្លាំងមែនទែនខ្ញុំចង់ដឹងថាតើនៅក្នុងកំឡុងពេលហ្នឹងអាដាមប្រើយុទ្ធសាស្ត្របែបណាដើម្បីធ្វើការសម្រេចចិត្តថាខ្ញុំត្រូវតែជ្រើសរើសយកវ៉ាក់សាំងនេះចាក់ឲ្យប្រជាពលរដ្ឋខ្ញុំត្រូវតែធ្វើចតាលេខស័កប្រជាពលរដ្ឋបែបណាតើអាដាមប្រើវិធីសាស្ត្រមួយណាក្នុងការសម្រេចចិត្តថាត្រូវតែធ្វើបែបនេះចា៎សំខាន់គឺការសម្រេចចិត្តរបស់គម្រោងរដ្ឋាភិបាលគេសម្រេចដូចជួនោះគឺការយើងអាចឲ្យយមជូនរបស់គាត់នៅក្នុងនាមដាក់បច្ចេកទេសហើយជាការសម្រេចរបស់គាត់ផ្ទាល់ដើម្បីរបស់ចិនណាវ៉ាក់សាំងរបស់ចិនណាក៏យើងយកមកហ្នឹងគឺគាត់ធ្វើទៅនៅក្នុងស្រុកគាត់ទេចា៎ប៉ុន្តែក៏មានប្រសិទ្ធភាពមួយយ៉ាងដែរបាទមួយយ៉ាងឲ្យប្រជាពលរដ្ឋយល់ដឹងមួយយ៉ាងឲ្យមានភាពសមមួយកម្រិតទៀតបាទហើយរបៀបចាក់ថ្នាំកាយើងក៏ទទួលការផ្ដល់យោបល់អំពីសម្ដេចតេជោដែរបាទនេះដើម្បីឲ្យអាជ្ញាធរមូលដ្ឋានលោករៀបចំជួយរៀបចំបាទតែពេទ្យយើងមកក្រុមយើងតើរួចទេបាទទាំងកងទ័ពទាំងអីទាំងអស់ទាំងបានតែការរួមគ្នាសាមគ្គីគ្នាបាទនៅប្រយុទ្ធបាទដូច្នេះគឺការដែលយើងប្រម៉ូទធនធានរបស់យើងដើម្បីប្រយុទ្ធទាំងទន្ទឹមមនុស្ស
ទាំងទុនធានតរការនិងសម្ភារៈបរិការទាំងអស់ក្រៅពីនេះក៏មានការឧបត្ថម្ភគ្រប់គ្រងពីអង្គការអន្តរជាតិផ្សេងៗនិងប្រទេសផ្សេងៗទៀតដូចជាអង្គការ UNICEF អង្គការសុខភាពពិភពលោកហើយនិងអង្គការ UNDP ហើយនិងប្រទេសជាមិត្តច្រើនទៀតដែលបានជួយឧបត្ថម្ភគ្រប់គ្រងយើងបាន អាដាមអរគុណអាដាមច្រើនសម្រាប់ទស្សនៈទៀតគឺសំខាន់ជាច្រើននៅក្នុងវគ្គទី2នេះមួយចំនួនទៀតជាចុងក្រោយសម្រាប់វគ្គនេះអាដាមខ្ញុំចង់ឲ្យអាដាមផ្ដល់ជាទស្សនៈទានសម្រាប់អាចថាជាធៀបចូលសម្រាប់យុវជនជំនាន់ក្រោយមេដឹកនាំជំនាន់ក្រោយពាក់ព័ន្ធជាមួយនឹងវិស័យសុខាភិបាលដោយតែអាដាមបានជៀបចឹងថាវិស័យសុខាភិបាលក្តីវិស័យនីតិសាស្ត្រក្តីគឺទាមទារឲ្យធនធាននោះឬអ្នករដ្ឋបាលនឹងត្រូវតែមានជំនាញច្បាស់លាស់ហើយភ្ជាប់ជាមួយក្រមសីលធម៌ខ្ពស់ថែមទៀតអញ្ចឹងទេថាតើជាពិសេសនិយាយដល់ចំតែម្ដងថាតើគ្រូពេទ្យរបស់យើងចាប់ពីពេលនេះតទៅរហូតឈានទៅឆ្នាំ2040ឬ2050ខាងមុខនោះគាត់គួរតែផ្លាស់ប្ដូរអាយ៉ាប័តឬគួរតែប្រកាន់នៅរូបមន្តណាមួយដើម្បីឲ្យពលរដ្ឋខ្លាយទៅជាអ្នកដែលពលរដ្ឋទុកចិត្តបំផុតដោយដែលកន្លងទៅត្រូវបានវិសិទ្ធនាមថាគ្រូពេទ្យអាវសទេវតាអាវសអីជាដើមនោះអាដាមថាតើគាត់គួរពង្រឹងខ្លួនយ៉ាងម៉េចពីពេលនេះតទៅនោះអាដាមបាទ សំខាន់ពីរគឺការពង្រឹងការចេះដឹងពង្រឹងការចេះដឹងខាងវិទ្យាសាស្ត្រហ្នឹងខ្លួនឯងឲ្យបានហើយទី3គឺសិលធម៌បាទសិលធម៌ជាមនុស្សបាទមានន័យថាគោរពជីវិតមនុស្សបាទដែលសំខាន់ណាស់បាទដូច្នេះទៅអនាគតយើងឃើញថារៀនពេទ្យទៅអនាគតគេប្រើបច្ចេកវិទ្យាទំនើបបាទហើយមិនថាតែពេទ្យទេឡើយសូម្បីតែវិស័យយោធាក៏គេប្រើបច្ចេកវិទ្យាទំនើបដែរបាទដែលគេមិនបាច់ចេះប្រើមនុស្សអីបាទទេហើយតមកយើងធ្វើយ៉ាងម៉េចយើងរក្សានៅក្រមសីលធម៌បាទបានន័យថាស្មោះត្រង់ជាមួយនឹងប្រជាជនធ្វើមិនដាច់ឲ្យប្រជាជនស្រឡាញ់គោរពរាប់យើងបាទគ្រូពេទ្យងាយស្រួលទេបាទប្រជាជនលោកស្រឡាញ់ណាស់គ្រូពេទ្យបាទខ្ញុំចង់មូលដ្ឋានទាំងណាបាទពេលណាគាត់មានបញ្ហាគាត់ប្រាប់យើងយើងជួយគាត់បាទទុកបីតែជាមិនប្រើបច្ចេកទេសខ្ពស់ក៏បានដែរយើងចំណេះដឹងយើងប្រើជាការថែទាំសុខភាពបឋមក៏បានដែរគាត់ក៏សម័យចិត្តបាទគាត់អស់ចិត្តបាទជាការពិតបាទគាត់អស់ចិត្តនឹងយើងបាទមិនថាចាំទៅដល់ចូលម៉ាស៊ីនឆ្លាប់ថតឆ្លោះអីធំដុំអីទាំងអស់ហើយយើងទៅជួបគាត់សួរសុខទុក្ខគាត់ដល់ឱសថសារវ័នមួយចំនួនដែលគាត់អាចព្យាបាលបានដោយខ្លួនឯងក៏ជាការងារមួយដែលយើងពង្រឹងទំនុកទឹកចិត្តរបស់ប្រជាពលរដ្ឋស្រឡាញ់យើង ចាអរគុណច្រើនអាដាមសម្រាប់គន្លឹះនិងទស្សនៈទានដ៏សំខាន់ហើយពិសេសមែនតើនៅក្នុងវគ្គនេះគឺអាដាមបានផ្ដល់នៅចាគន្លឹះឬក៏ជាគោលការណ៍នៅក្នុងការដឹកនាំចាស្ថាប័នក៏ដូចជាមន្ត្រីក្រមបង្គាប់ឲ្យធ្វើការឲ្យមានភាពសាមគ្គីគ្នានិងធ្វើឲ្យមានប្រសិទ្ធភាពនៅក្នុងស្ថាប័នផងដែរចាអរគុណអាដាមលោកជំទាវលោកស្រីនាងកញ្ញាប្រិយមិត្តទាំងអស់គ្នាកម្មវិធីមកដកចំណាស់វគ្គ 2 របស់យើងក៏ជាម្ដងទីបញ្ចប់ដែរយើងនឹងជួបជាមួយនឹងអាដាមម្ដងទៀតនៅក្នុងវគ្គទី 3 ចាសូមអរគុណសូមគោរពលា